ក្នុងចំណោមប្រភេទកីឡាទាំង4ដែលបានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាទេសចររដូវកាលបៃតងក្រោមប្រធានបទកីឡាដើម្បីទេសចរដើម្បីទាំងអស់គ្នាកីឡាចំបាប់កាច់ដៃបានក្លាយជាវិញ្ញាសាដ៏ប្លែកមួយនិងស្រូបទាញអារម្មណ៍មហាជនសិស្សនិស្សិតយុវជនរួមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យចូលរួមទស្សនាយ៉ាងច្រើនកកកនិងបង្កបរិយាកាសយ៉ាងរំភើបរីករាយនៅទីលានតេជោក្រុងព្រះសីហនុការប្រកួតកីឡាចំបាប់កាច់ដៃនៅពេលនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីកីឡាករកីឡាការិនីសរុបរហូតដល់120នាក់ដោយបែងចែកជា3វិញ្ញាសារួមមានវិញ្ញាសាបរោះទម្ងន់63គីឡូក្រាមមានកីឡាករចូលរួម40នាក់វិញ្ញាសាបរោះទម្ងន់86គីឡូក្រាមមានកីឡាករចូលរួម40នាក់និងវិញ្ញាសានារីទម្ងន់55គីឡូក្រាមមានកីឡាការិនីចូលរួម40នាក់តាមរយៈការប្រកួត5ថ្ងៃកន្លងមកនេះបេក្ខជនបេក្ខនារីទាំងអស់បានបញ្ចេញនូវកម្លាំងស្មារតីតស៊ូអំណត់ព្យាយាមនិងបច្ចេកទេសយ៉ាងស្រួចស្រាវដោយប្រកាន់ភ្ជាប់នូវស្មារតីកីឡានិងមិត្តភាពយ៉ាងពិតប្រាកដជាលទ្ធផលគណៈកម្មការរៀបចំការប្រកួតក្រោមការសហការរវាងមន្ទីរទេសចរខេត្តនិងសហព័ន្ធកីឡាចំបាប់កាច់ដៃបានស្វែងរកឃើញម្ចាស់ជ័យលាភីនិងបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តលើវិញ្ញាសានីមួយៗដូចខាងក្រោមជ័យលាភីលេខ1ទទួលបានថវិកា80,000រៀលជ័យលាភីលេខ2ទទួលបានថវិកា60,000រៀលជ័យលាភីលេខ3ទទួលបានថវិកា40,000រៀលនិងជ័យលាភីលេខ3ស្ទួនទទួលបានថវិកា20,000រៀលលោកតាំងសុចិត្តគ្រឹស្ណាប្រធានមន្ទីរទេសចរខេត្តព្រះសីហនុបានឲ្យដឹងថាការដាក់បញ្ចូលកីឡាចំបាប់កាច់ដៃចូលក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែបង្កើតនូវភាពសប្បាយរីករាយនិងទាក់ទាញដល់ភ្ញៀវទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការបើកឱកាសឲ្យយុវជនកម្ពុជាបានបញ្ចេញពីសមត្ថភាពកាយសម្បទាមាំមួននិងជំរុញការអភិវឌ្ឍប្រភេទកីឡាមួយនេះឲ្យកាន់តែមានប្រជាប្រិយភាពនិងរស់រវើកក្នុងសហគមន៍ក្នុងពិធីបិទព្រឹត្តិការណ៍នាថ្ងៃទី28ខែកក្កដាឆ្នាំ2026លោកសមុទ្រសុធិរិទ្ធអភិបាលរងខេត្តព្រះសីហនុតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តក៏បានសម្ដែងនៃការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីតស៊ូរបស់កីឡាករកីឡាការិនីកាច់ដៃទាំងអស់លោកបានគូបញ្ជាក់ថាវិស័យកីឡាមិនត្រឹមតែផ្ដល់សុខភាពនិងកាយសម្បទាមាំមួនប៉ុណ្ណោះទេប៉ុន្តែថែមទាំងអប់រំផ្លូវចិត្តនិងសីលធម៌ឲ្យចេះតស៊ូអំណត់និងរក្សាបាននូវភាពសុចរិតធម៌ព្រឹត្តិការណ៍កីឡាចំបាប់កាច់ដៃនេះបានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឲ្យព្រឹត្តិការណ៍កីឡាទេសចររដូវកាលបៃតងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដោយបានទាក់ទាញមហាជននិងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកកកនិងបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាគោលដៅទេសចរនិងកីឡាដ៏មានប្រជាប្រិយភាពAMS Sport ដើម្បីកីឡា